ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមុខម្ហូបថ្មីមកជូនបងប្អូនទាំងអស់គ្នាគឺឆាសាច់ជ្រូកជាមួយនឹងសណ្តែកគួរបងប្អូនឈានទៅដល់ការធ្វើបន្តទៀតបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងថា Daily Food អរគុណច្រើនបងប្អូនទាំងអស់គ្នានឹងហើយជាដំបូងយើងចាប់ផ្ដើមមកលេងសាច់ជ្រូកដែលយើងបានហាន់វាជាទូៗចឹងណាបងប្អូនយើងប្រើនេះគឺខ្លាញ់ជ្រូកមិនមែនប្រេងឆាទេហ្នឹងហើយលេងវាឲ្យវារៀងមកស្ងួតល្មមចាំយើងកែវដាក់មកចំហៀងបាទបន្ទាប់ពីយើងដាក់សាច់យើងឲ្យវាស្ងួតបន្តិចហើយយើងកែវវាដាក់មកចំហៀងហើយខ្ទឹមលេងជាមួយខ្ទឹមដែលយើងបានកូរមិញណាបងប្អូនបាទកូរវាចោះឡើងចឹងទៅហើយវាចាប់ផ្ដើមជះក្លិនឈ្ងុយតែម្ដងបងប្អូនបញ្ជាក់ផងដែរគឺសណ្តែកគួរនេះគឺខ្ញុំដាំខ្លួនឯងហើយយកមកធ្វើមុខម្ហូបហើយនេះឆ្ងាញ់ច្រើនមែនតើយើងអត់ប្រើប្រាស់ផលិតផលគីមីទេចាប់ពីថ្ងៃនេះទៅគឺខ្ញុំនឹងដាំបន្លែយកបន្លែយកមកធ្វើមុខម្ហូបឲ្យបងប្អូនមើលបន្លែធម្មជាតិយើងដាក់ទឹកត្រីបន្តិចនិងប៊ីចេងហើយជាមួយនឹងអំបិលដាក់បន្តិចលួចវាតិចចឹងណាបងប្អូនដើម្បីបង្កើនឲ្យជារសឈ្ងុយឆ្ងាញ់ហ្នឹងហើយបន្តទៀតយើងដាក់សណ្តែកគួរបងប្អូនហ្នឹងហើយមុខម្ហូបនេះមិនងាយពិបាកទេបងប្អូនងាយខ្លាំងមែនតើហើយបន្ថែមជាមួយលក្ខខ្ទឹមនេះក៏ដាំខ្លួនឯងដែរយើងចិតវាចឹងហើយត្រឡប់ជាមួយនឹងសាច់របស់យើងហើយគ្រឿងរបស់យើងក៏ដាក់ចូលជាតិជាមួយនឹងសាច់នឹងទៀតគឺថាឈ្ងុយខ្លាំងមែនតើសំខាន់សណ្តែកដែលយើងបេះមកធ្វើហ្នឹងគឺវារបស់ធម្មជាតិបាទបន្តទៀតគឺយើងដាក់ឲ្យវារៀងស្លោកបន្តិចដោយសារតែសណ្តែកវាផ្លែនេះធំnăm người đây chả rồi năm rồi mà sao rồiកូរវាចោះឡើងវាស្លោបន្តិចយើងថែមទឹកបងប្អូនដោយសារវាគោកពេកបងប្អូនចង់បានគោកបងប្អូនមិនថែមទេតែខ្ញុំចូលចិត្តទឹកដើម្បីយកទៅញ៉ាំជាមួយបាយអញ្ចឹងណាហើយដាក់ប៉ុណ្ណឹងមកបងប្អូនចង់ដាក់ទឹកច្រើនយ៉ាងហ្នឹងក៏បានដែរអីទេសំខាន់មុខម្ហូបយើងប៉ុណ្ណឹងឆ្អិនហើយបងប្អូនត្រឡប់វាឡើងហើយចាំយើងដួសដាក់ចានហើយមួយទៀតខ្ទឹមដែលយើងលីងមិញខ្ញុំភ្លេចបងប្អូនទាំងអស់គ្នាយើងផ្ងំវាចោលមកសន្ទុះចឹងទៅដើម្បីឲ្យវាចូលជាតិហើយទឹកយើងចាក់មិញហ្នឹងក៏វាពុះជាមួយនឹងសណ្តែករបស់យើងដែរហើយខ្ទឹមដែលយើងលីងមិញយើងចាំចាក់នៅតាមក្រោយបងប្អូនបន្ទាប់ពីផ្ងំចឹងហើយបងប្អូនដាក់ស្លឹកខ្ទឹមដែលយើងកាត់បាញ់មិញហ្នឹងដាក់ចូលបោះពីលើហ្នឹងទៅហើយចាំយើងចាក់ខ្ទឹមលីងដែលយើងលីងមិញឲ្យវាឈ្ងុយនៅក្នុងមុខម្ហូបយើងថែមទៀតបងប្អូនអាចចង់ដាក់ខ្ទឹមលីងក៏បានដែរបើខ្ញុំចូលចិត្តខ្ទឹមលីងដាក់បែបឈ្ងុយអញ្ចឹងខ្ញុំចាក់ទៅតាមក្រោយបាទហ្នឹងហើយបងប្អូនដែលមើលវីដេអូនេះកុំភ្លេចជួយ comment ក៏ដូចជា Subscribe Channel YouTube ខ្ញុំផងហើយដើម្បីខ្ញុំចិត្តគ្រប់គោលការណ៍មានវីដេអូផ្សេងទៀតបង្រៀនពីការធ្វើម្ហូបនិងទេសភាពបែបស្រុកស្រែអាហារតាមតំបន់ហ្នឹងហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណច្រើន
គេលៀងទឹកខ្លួនឲ្យទឹក